ស្វាគមន៍មកកាន់វីដេអូចែករំលែកមេរៀនថ្មីជុំវិញបញ្ហាទាក់ទិនទៅនឹង noun ដោយពិតទៅយើងបានសិក្សារួចជាហូរហែមកហើយទាក់ទិនទៅនឹងប្រភេទរបស់នាមនឹងឧទាហរណ៍ដូចជា common noun proper noun concrete noun abstract noun រហូតទៅដល់ collective noun ដែលយើងទើបតែសិក្សាឲ្យថ្មីៗក្តៅៗនេះជុំវិញប្រធានបទទាក់ទិនទៅនឹង noun នេះផងដែរក្នុងវីដេអូនេះគឺយើងនឹងសិក្សាទៅលើ gender ដែល gender ជាធម្មតាគឺយើងប្រែថាភេទបើសិនជាយើងនិយាយតាមបែបបទនៃភាសាវេយ្យាករណ៍ gender គឺយើងប្រែថាលឹងហើយសូមក៏មានការទើសទាល់ទៅលើពាក្យនឹងអីហើយវាមិនជាបញ្ហាអីទេព្រោះថាលឹងបើនិយាយឲ្យមែនទែនទៅគឺប្រែថាភេទសម្រាប់សម្គាល់ហើយនាមក៏មានភេទសម្រាប់សម្គាល់របស់វារៀងៗខ្លួនផងដែរឧទាហរណ៍ដូចជានាមខ្លះអាចជាភេទប្រុសឧទាហរណ៍ដូចជាពាក្យថា man father ឬក៏ son ហើយនាមខ្លះទៀតក៏អាចជាភេទស្រីផងដែរឧទាហរណ៍ដូចជា mother ឬក៏យើងនិយាយថា daughter ហើយមួយបែបទៀតគឺយើងអាចនិយាយបានថា woman ជាដើមហើយក៏មាននាមខ្លះទៀតដែលវាមិនមែនជាភេទប្រុសហើយវាក៏មិនមែនជាភេទស្រីឧទាហរណ៍ដូចជាពាក្យថា book table ឬក៏ smartphone ជាដើមអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺ gender Gender is a class of noun that is usually masculine, feminine, common, or neuter, into which nouns and pronouns are placed in some languages, distinguished by a particular inflection. អញ្ចឹង gender ឬក៏លឹងនៅក្នុងភាសាអង់គ្លេសនឹងឯងគឺវាប្រាប់អំពីភេទរបស់នាមហើយត្រូវបានបែងចែកទៅជាអីគេខ្លះនេះដូចជា masculine គឺភេទប្រុសហើយ feminine គឺភេទស្រីហើយភេទទូទៅគឺ common gender នឹងឯងហើយចុងក្រោយគឺ neuter គឺភេទ nerd មិនត្រឹមតែនាមទេសូម្បីតែសព្វនាមក៏វាត្រូវបានគេបែងចែកទៅតាមភេទដូចគ្នាផងដែរឧទាហរណ៍ដូចជាពាក្យថា he ភេទប្រុសមែនទេ she ភេទស្រីឬក៏ it ជាដើមមកដល់ត្រង់ចំណុចនេះពេលដែលយើងក្រឡេកមកដល់ខាងក្រោមគឺយើងនឹងឃើញលឹងចំនួន4ទី1គឺ masculine gender មានន័យថាភេទប្រុសហើយ feminine gender គឺភេទស្រីហើយ common gender គឺភេទទូទៅហើយចុងក្រោយគឺ neuter gender មានន័យថាជាភេទ nerd និយាយដែលស្មោះត្រង់ទៅបំណែកចែកនេះត្រូវបានយោងទៅតាមសៀវភៅ High School English Grammar គឺមានចំនួន4ដូចយើងបានឃើញនៅនេះឯងប៉ុន្តែជាទូទៅនៅពេលដែលយើងទៅមើលឯកសារផ្សេងៗឧទាហរណ៍ដូចជា Special English Grammar Parts of Speech Part 1ជាដើមគឺយើងឃើញមានតែ3ទេអត់មានដល់4ប៉ុណ្ណឹងទេអញ្ចឹងនៅក្នុងសៀវភៅ Parts of Speech គឺត្រូវបានគេបែងចែកទៅជា3ទី1គឺគេមាន masculine gender ហើយនឹងមាន feminine gender ហើយនឹងចុងក្រោយគឺ both gender ក៏ប៉ុន្តែនៅក្នុងទីនេះគឺខ្ញុំសូមបែងចែកយក4ដោយអនុលោមទៅតាមសៀវភៅ High School English Grammar តែម្ដងហើយបន្តមកទៀតយើងនឹងទៅសិក្សាលម្អិតអំពីភេទនីមួយៗចាប់តាំងពីលេខ1រហូតដល់លេខ4តែម្ដងមកដល់ត្រង់ចំណុចបន្ទាប់យើងនឹងសិក្សាលម្អិតទៅលើ masculine gender គឺប៉ុងលឹងឬក៏យើងហៅថាភេទប្រុសជាមុនសិនអញ្ចឹងនាមគឺវាក៏ត្រូវបានគេបែងចែកទៅតាមភេទដែរដោយបានជម្រាបពីខាងដើមអញ្ចឹងហើយនៅក្នុងនេះគឺយើងនឹងសិក្សាអំពីភេទប្រុសឬក៏ប៉ុងលឹងដែលអង់គ្លេសគឺយើងនិយាយថា masculine gender អញ្ចឹងជំហានបន្ទាប់គឺសូមយើងក៏លេខមកមើលនិយមន័យរបស់វាសិនថាតើអ្វីទៅជា masculine gender ហ្នឹងសម្រាប់និយមន័យទី1គឺត្រូវបានដកចេញមកអំពី High School English Grammar យើងអាចទៅមើលបាននៅក្នុងទំព័រលេខ8គឺគេនិយាយថា a noun that denotes a male animal is said to be of the masculine gender. Gender comes from Latin genus, kind or sort. ចំពោះនិយមន័យទី1នេះវិញគឺសៀវភៅ High School បានអះអាងថានាមដែលបង្ហាញអំពីភេទប្រុសគឺយើងហៅថាជា masculine gender ឬក៏ប៉ុងលឹងហើយប្រភពដដែលហ្នឹងក៏បានបញ្ជាក់ថែមផងដែរថា gender គឺមកអំពីពាក្យនៃភាសាឡាតាំងដែលមានន័យថា kind ឬក៏ sort មានន័យថាប្រភេទហ្នឹងឯងដោយឡែកសៀវភៅ Essential English Book 1ក៏បានកំណត់និយមន័យទៅលើ masculine នឹងផងដែរថា the words for male, boy, man, husband, son, king, etc. are masculine gender សម្រាប់និយមន័យទី2វិញបើតាមសៀវភៅ Essential English Book 1បានឲ្យនិយមន័យថាពាក្យដែលបង្ហាញអំពីភេទប្រុសឧទាហរណ៍ដូចជាពាក្យថា boy ពាក្យថា man, husband, son, king ជាដើមពាក្យទាំងអស់ហ្នឹងគឺត្រូវបានរាប់បញ្ចូលថាជាប៉ុងលឹងឬក៏ masculine ចំណែកឯនិយមន័យទី3បើយោងទៅតាម Basic English Grammar for English Language Learner នៅក្នុងទំព័រ37បានកំណត់និយមន័យទៅលើ masculine នឹងផងដែរថា masculine nouns are word for men and boys and male animal អញ្ចឹងនិយមន័យទី3តាមសៀវភៅ Basic English Grammar for English Language Learners បានឲ្យនិយមន័យថានាមដែលជាប៉ុងលឹងឬក៏ភេទប្រុសនឹងឯងគឺជាពាក្យដែលបង្ហាញអំពីមនុស្ស
ភេទប្រុសដូចជាពាក្យថា man boy ឬក៏ពេលខ្លះអាចជាសត្វក៏ដែរសត្វគឺជាភេទឈ្មោលអីចឹងទៅក៏យើងរាប់ចាប់ទុកថាជា masculine gender ផងដែរអញ្ចឹងចង់សរុបឲ្យខ្លីមកមានន័យថា masculine gender គឺជា noun នឹងឯងក៏ប៉ុន្តែ noun នឹងគឺវាត្រូវបានបែងចែកទៅតាមភេទទៀតដែលយើងហៅថា gender ឲ្យតែភេទប្រុសមិនថាជាមនុស្សមិនថាជាសត្វជាភេទឈ្មោលអីក៏ដោយក៏យើងហៅថាជា masculine gender ដែរអញ្ចឹងជំហានបន្ទាប់យើងអាចសង្កេតមកមើលឧទាហរណ៍នៅខាងក្រោមនេះបានទីមួយគឺយើងឃើញមានពាក្យថា gentleman មែនទេអញ្ចឹង gentleman គឺភេទប្រុសនឹងឯងសុភាពបុរសហើយបើឧទាហរណ៍ទី2វិញគឺ brother ហ្នឹងគឺបងប្អូនប្រុសជាភេទប្រុសនឹងឯងពងលឹងឬក៏ masculine gender នឹងឯងបើទី4វិញគឺ son កូនប្រុសមែនអត់អញ្ចឹងកូនប្រុសគឺ masculine គឺភេទប្រុសឬក៏ពងលឹងនឹងឯងហើយ husband ក៏ដូចគ្នាដែរមួយទៀតគឺដូចជាពាក្យថា dog ឆ្កែជាសត្វឆ្កែនេះគឺឆ្កែឈ្មោលទៅទៀតអញ្ចឹង horse គឺយើងប្រែថាសេះហើយសេះនេះក៏សេះឈ្មោលដែរ lion តោហើយតោនេះក៏តោឈ្មោលដែរហើយមួយទៀតតកតងទៅនឹង tiger ខ្លាមែនអត់ហើយខ្លាហ្នឹងក៏ខ្លាឈ្មោលទៀតពាក្យចុងក្រោយរបស់យើងគឺ peacock នេះគឺយើងប្រែថាក្ងោកអញ្ចឹងក្ងោកនេះក្ងោកឈ្មោលទៅទៀតអញ្ចឹងមិនថាជាសត្វឬក៏មនុស្សដែលជាភេទប្រុសឬក៏ភេទឈ្មោលបើមិនជាសត្វណាអញ្ចឹងទាំងអស់ហ្នឹងគឺយើងហៅថាជា masculine gender តាមពិតវាអត់មានអីគួរឲ្យស្មុគស្មាញទេសរុបឲ្យខ្លីមកវាគឺជានាមនឹងឯងប្រភពរបស់វាគឺជានាមក៏ប៉ុន្តែបើយើងសួរដេញទៅទៀតថាតើនាមនឹងជាភេទអីគេជាភេទប្រុសឬក៏ masculine gender អញ្ចឹងទៅវាមិនខុសអីពីយើងជាអ្នកសិក្សាទេឧទាហរណ៍ថាយើងទាំងអស់គ្នាប្រភពដើមរបស់យើងជាមនុស្សមែនអត់ប៉ុន្តែតួនាទីរបស់យើងគឺជាសិស្សឬក៏ជាគ្រូអីចឹងទៅតាមតួនាទីអានេះគឺដូចគ្នាចឹងដែរប្រភពរបស់វាគឺជានាមមិនថាជាស្អីទេគឺវាជានាមហើយប៉ុន្តែតួនាទីរបស់វានៅក្នុងប្រយោគឬក៏នៅក្នុងការប្រើប្រាស់មួយចំនួនដូចជានៅទីនេះអញ្ចឹងវាជា masculine gender អញ្ចឹងទៅប៉ុន្តែប្រភពរបស់វាគឺជានាមនឹងឯងវាមិនអីជាស្មុគស្មាញទេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងថ្ងៃនេះបាយបាយ